អ្វីបានជាយន្តហោះចម្បាំងរុស្ស៊ីនៅប្រើឆ័ត្រយោងពេលចោះចតយន្តហោះចម្បាំងលោកខាងលិចភាគច្រើនបានឈប់ប្រើប្រាស់កាលពីប្រមាណឆ្នាំមុនហើយបានប្តូរទៅជាហ្វ្រាំងដ៏មានឥទ្ធិពលដូច្នេះហេតុអ្វីបានជាយន្តហោះរុស្ស៊ីនៅតែប្រើឆ័ត្រយោងជួយនៅពេលដែលចោះចតអ្នកនឹងអាចឃើញថាមូលដ្ឋានទ័ពអាកាសរុស្ស៊ីជាច្រើនស្ថិតនៅទីតាំងដែលមានព្រិលទឹកកកនិងផ្លូវរត់ដ៏រអិលដោយសារតែទីតាំងនិងអាកាសធាតុត្រជាក់នៅទីនោះនៅក្នុងលក្ខខណ្ឌទាំងនេះហ្វ្រាំងកង់តែមួយមុខប្រហែលជាមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់យន្តហោះចម្បាំងដែលកំពុងតែធ្វើដំណើរលឿនដោយសុវត្ថិភាពនោះទេនោះហើយជាមូលហេតុដែលឆ័ត្រយោងគឺត្រូវការភ្លាមនៅពេលដែលយន្តហោះចោះចតឆ័ត្រយោងដាក់ពង្រាយនិងបង្កើតចំនួននៃការអូសដ៏ច្រើនដែលជួយឲ្យយន្តហោះចោះចតកាន់តែសុវត្ថិភាពនេះហើយជាមូលហេតុដែលប្រទេសដែលមានអាកាសធាតុត្រជាក់មួយចំនួនដូចជាប្រទេសន័រវេសផ្ដល់តិចនិកនេះទៅលើយន្តហោះដូចជា F-35 នៅពេលដែលដំណើរការទៅលើផ្លូវរត់ទឹកកកដែលរអិលខ្លាំងហេតុអ្វីបានជាយន្តហោះចម្បាំងរុស្ស៊ីនៅប្រើឆ័ត្រយោងពេលចោះចតយន្តហោះចម្បាំងលោកខាងលិចភាគច្រើនបានឈប់ប្រើប្រាស់កាលពីប្រមាណឆ្នាំមុនហើយបានប្តូរទៅជាហ្វ្រាំងដ៏មានឥទ្ធិពលដូច្នេះហេតុអ្វីបានជាយន្តហោះរុស្ស៊ីនៅតែប្រើឆ័ត្រយោងជួយនៅពេលដែលចោះចតអ្នកនឹងអាចឃើញថាមូលដ្ឋានទ័ពអាកាសរុស្ស៊ីជាច្រើនស្ថិតនៅទីតាំងដែលមានព្រិលទឹកកកនិងផ្លូវរត់ដ៏រអិលដោយសារតែទីតាំងនិងអាកាសធាតុត្រជាក់នៅទីនោះនៅក្នុងលក្ខខណ្ឌទាំងនេះហ្វ្រាំងកង់តែមួយមុខប្រហែលជាមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់យន្តហោះចម្បាំងដែលកំពុងតែធ្វើដំណើរលឿនដោយសុវត្ថិភាពនោះទេនោះហើយជាមូលហេតុដែលឆ័ត្រយោងគឺត្រូវការភ្លាមនៅពេលដែលយន្តហោះចោះចតឆ័ត្រយោងដាក់ពង្រាយនិងបង្កើតចំនួននៃការអូសដ៏ច្រើនដែលជួយឲ្យយន្តហោះចោះចតកាន់តែសុវត្ថិភាពនេះហើយជាមូលហេតុដែលប្រទេសដែលមានអាកាសធាតុត្រជាក់មួយចំនួនដូចជាប្រទេសន័រវេសផ្ដល់តិចនិកនេះទៅលើយន្តហោះដូចជា F-35 នៅពេលដែលដំណើរការទៅលើផ្លូវរត់ទឹកកកដែលរអិលខ្លាំងហេតុអ្វីបានជាយន្តហោះចម្បាំងរុស្ស៊ីនៅប្រើឆ័ត្រយោងពេលចោះចតយន្តហោះចម្បាំងលោកខាងលិចភាគច្រើនបានឈប់ប្រើប្រាស់កាលពីប្រមាណឆ្នាំមុនហើយបានប្តូរទៅជាហ្វ្រាំងដ៏មានឥទ្ធិពលដូច្នេះហេតុអ្វីបានជាយន្តហោះរុស្ស៊ីនៅតែប្រើឆ័ត្រយោងជួយនៅពេលដែលចោះចតអ្នកនឹងអាចឃើញថាមូលដ្ឋានទ័ពអាកាសរុស្ស៊ីជាច្រើនស្ថិតនៅទីតាំងដែលមានព្រិលទឹកកកនិងផ្លូវរត់ដ៏រអិលដោយសារតែទីតាំងនិងអាកាសធាតុត្រជាក់នៅទីនោះនៅក្នុងលក្ខខណ្ឌទាំងនេះហ្វ្រាំងកង់តែមួយមុខប្រហែលជាមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់យន្តហោះចម្បាំងដែលកំពុងតែធ្វើដំណើរលឿនដោយសុវត្ថិភាពនោះទេនោះហើយជាមូលហេតុដែលឆ័ត្រយោងគឺត្រូវការភ្លាមនៅពេលដែលយន្តហោះចោះចតឆ័ត្រយោងដាក់ពង្រាយនិងបង្កើតចំនួននៃការអូសដ៏ច្រើនដែលជួយឲ្យយន្តហោះចោះចតកាន់តែសុវត្ថិភាពនេះហើយជាមូលហេតុដែលប្រទេសដែលមានអាកាសធាតុត្រជាក់មួយចំនួនដូចជាប្រទេសន័រវេសផ្ដល់តិចនិកនេះទៅលើយន្តហោះដូចជា F-35 នៅពេលដែលដំណើរការទៅលើផ្លូវរត់ទឹកកកដែលរអិលខ្លាំង